គុំស្វាគមន៍មកកាន់ Channel ជាសុភនិត Official និទានរឿងព្រេងខ្មែររឿងអាខ្វាក់អាខ្វិនកាលពីព្រេងនេះមានមនុស្ស2នាក់ម្នាក់ខ្វាក់ម្នាក់ខ្វិននៅខ្ញុំចិនទាំង2នាក់អស់អ្នកស្រុកគេហៅអាខ្វាក់អាខ្វិនប៉ុន្តែនៅម្ចាស់ដោយខ្លួនអាខ្វាក់នៅនឹងចិនផ្ទះមួយអាខ្វិននៅនឹងចិនផ្ទះមួយទៀតចិត្តគ្នាអាខ្វាក់អាខ្វិនយកគ្នាជាសម្លាញ់ឯអាខ្វាក់ភ្នែកទាំងពីរឯអាខ្វាក់ភ្នែកទាំងពីរមើលមិនឃើញអាខ្វិនជើងទាំងពីរដើរមិនរួចបើនឹងទៅណាបានតែកិលនឹងគូចិនជាម្ចាស់ប្រើអាខ្វាក់អាខ្វិនគ្មានប្រណីអាណិតអាខ្វាក់អាខ្វិនសោះអាខ្វាក់អាខ្វិននឿយលំបាកណាស់ក៏គិតគ្នាថាយើងនៅហត់លំបាកណាស់នឹងទ្រាំនៅជាមួយចិននេះមិនបានទេមានតែយើងគិតរត់ឲ្យអាខ្វាក់សួរអាខ្វិនថាបើដូច្នោះយើងនឹងគិតទូកដូចម្ដេចអាខ្វិនឆ្លើយឡើងថាអញឃើញទូកគេនៅកំពង់នោះមានយើងត្រូវរត់ទៅដោយទូកនោះទៅរួចអាខ្វាក់អាខ្វិនគិតគ្នាព្រមហើយលុះយប់ក៏បបួលគ្នាចុះទៅកំពង់ហើយចេញទូកពីកំពង់ទៅប៉ុន្តែអាខ្វាក់អាខ្វិនជាមនុស្សមិនចេះអុំទូកក៏អង្គុយម្នាក់ឯក្បាលម្នាក់ឯកំសៃឈោមមុខទល់គ្នាប្រឹងអុំទូកទៅអាខ្វាក់មើលឃើញអាខ្វិនជាមនុស្សមិនដែលអុំទូកសោះហើយឈប់ឲ្យយប់ងងឹតមើលមិនឃើញគិតបានថាទូកលឿនទៅមុខតែទូកចេះតែវិលទៅត្រង់កំពង់ឯណោះលុះអុំយូរទៅដល់ពាក់កណ្ដាលអាត្រៀតឮសំឡេងសត្វអុកយំអាខ្វាក់អាខ្វិននិយាយគ្នាថាយើងប្រឹងអុំទូកឡើងដល់កន្លែងអន្លង់អកហើយអាខ្វាក់អាខ្វិនខំអុំទៅទៀតលុះដល់ពេលមន់រងាវហើយនិយាយគ្នាថាយើងចិត្តដល់ស្រុកគេហើយប្រឹងអុំឡើងក្រែងគេតាមតនអាខ្វាក់អាខ្វិនក៏ប្រឹងអុំលុះត្រាតែមានមន់រងាវក៏ព្រឹសសំឡេងតាវ៉ៅយំភ្លឺព្រៀងពីឯកើតអាខ្វិនក៏និយាយប្រាប់ទៅអាខ្វាក់ថាដូចជាកំពុងផ្ទះយើងលុះភ្លឺបន្តិចឡើងម្ចាស់ចុះមកដងទឹកឃើញអាខ្វាក់អាខ្វិនអង្គុយអុំទូកធំមុខទល់គ្នាឲ្យគេហៅឲ្យអុំទូកចូលមកគេដឹងថាអាខ្វាក់អាខ្វិនរត់ប៉ុន្តែគេគិតថាវានឹងរត់ទៅណាបានបើវាខ្វាក់ខ្វិនដូច្នេះក៏គេឲ្យឡើងទៅផ្ទះវិញគេមិនបានជេរវាយទេអាខ្វាក់អាខ្វិនទៅនៅដូចពីដើមវិញលុះនៅយូរទៅអាខ្វាក់អាខ្វិនបបោគ្នារត់ទៀតអាខ្វាក់និយាយនឹងអាខ្វិនថាយើងរត់ម្ដងនេះទៀតកុំឲ្យម្ចាស់គេតាមទាន់យើងកុំទៅជើងទឹកទៅជើងគោកវិញអាខ្វាក់ឆ្លើយថាទៅដោយម្ដេចនឹងបានជើងគោកនោះបើអញខ្វាក់ឯងខ្វិននឹងរត់ទៅណារួចអាខ្វិនឆ្លើយឡើងថាឯងកុំព្រួយចិត្តឯងឲ្យអញជិះលើឯងឲ្យអញបងខាញផ្លូវអាខ្វាក់អាខ្វិនគិតគ្នាព្រមហើយលុះដល់យប់ស្ងាត់គេដេកលុបអស់អាខ្វាក់លើកអាខ្វិនឲ្យជិះលើស្មាដើម្បីឲ្យបង្ហាញផ្លូវនិងដើរទៅឯម្ចាស់លុះព្រឹកឡើងមិនឃើញអាខ្វាក់អាខ្វិនដឹងថាអាខ្វាក់អាខ្វិនរត់ប៉ុន្តែគិតថាមនុស្សខ្វាក់ខ្វិនវានឹងរត់ទៅណារួចគេក៏មិនទៅតាមអាខ្វាក់អាខ្វិនខំរត់ទៅពីយប់3ថ្ងៃបានដល់ស្រុកមួយស្រុកនោះមានខ្លាសាហាវអ្នកស្រុកគេហាមប្រាមកូនចៅគេថាប្រលប់យប់ងងឹតហើយកុំលេងនៅដីខ្លាចខ្លាអាខ្វាក់អាខ្វិនទៅដល់ស្រុកនោះជួនជាប្រលប់យប់ងងឹតហើយគិតគ្នាថាយើងដល់ស្រុកគេហើយបើដូច្នេះយើងគិតធ្វើស្រែតែយើងបាននង្គ័លរនាស់ក្របីមកពីណានឹងធ្វើស្រែនឹងគេមានឯយើងគិតលួចគេទៅបានអាខ្វិនបញ្ចេះអាខ្វាក់ឲ្យដើរចូលទៅភូមិគេអស់អ្នកស្រុកគេឃើញគេប្រាប់ថាស្រុកនេះ
មានខ្លាសាហាវណាស់អាខ្វិនឆ្លើយឡើងថាធ្លេមិនខ្លាចទៅខ្លាចខ្លាក៏ជួនជាមកលោកខំគូពេលនោះដែរដល់លឺអាខ្វាក់ថាធ្លេមិនខ្លាចទៅខ្លាចខ្លាក៏គិតគ្នាថាពីដើមគេខ្លាចតែអញឥឡូវមានធ្លេផ្សេងគេខ្លាចជាងអញទៅទៀតអញមិនដែលឃើញមិនដែលឮសោះទេធ្លេនោះបើដូច្នេះអញចាំមើលឲ្យឃើញច្បាស់ប្រកបអាខ្វិនឃើញក្រៅគូគេហើយប្រាប់អាខ្វាក់ថាឯងទៅលួចគោចុះអញចាំឯងនៅក្រៅរបបនេះអាខ្វាក់ដាក់អាខ្វិនចុះឲ្យដាវស្ទាបចូលទៅជួនជាជួបនឹងខ្លាឃើញអាខ្វាក់គិតស្មានថាជាក្លេក៏ខ្លាចមិនហ៊ានកំរើកខ្លួនអាខ្វាក់ស្ទាបអស់ទាំងខ្លួនខ្លាគិតស្មានថាគោហើយស្ទាបទៅលើក្បាលខ្លាមិនឃើញស្នែងនឹកអរថាគោនេះស្នែងនោះវត្តល្អណាស់អញទុកជាអាណត់កូនក្រៅអាខ្វាក់ក៏ចាប់ទាញខ្លាដឹកយកមកនឹងក្លុកឯខ្លាគិតខ្លាចអាខ្វាក់ដោយស្មានថាក្លេអាខ្វាក់ធ្វើម្ដេចក៏ចេះតែទៅតាមអាខ្វាក់ដឹកមកដល់ក្រៅរបបហើយប្រាប់ទៅឲ្យយកកន្លុកមកនឹងក្លុកអាណត់កូនក្រៅអាខ្វិនឃើញហើយប្រាប់អាខ្វាក់ថាអាខ្វាក់ខ្លាទេអាខ្វាក់ឆ្លើយថាបើឯងខ្លាចឯងឲ្យកន្លុកមកអញនឹងចាក់ច្រមុះយកទៅភ្ជួរស្រែអាខ្វិនក៏ហុចកន្លុកទៅឲ្យអាខ្វាក់បានកន្លុកហើយចាក់ច្រមុះខ្លាឈឺច្រមុះទ្រាំមិនបានក៏ស្ទុះច្រឡោតស្រែកឮតែរូមហើយរត់ទៅក្នុងពេលនោះអាខ្វិនខ្លាចស្ទើរនឹងស្លាប់ប៉ុន្តែអាខ្វាក់មិនព្រមចេះតែទន្ទិញថាដាយអាណប់កូនក្រៅអញធាត់ល្អណាស់ហើយក៏ទៅតាមលុះទៅដល់កណ្ដាលស្រែបានឃើញខ្ទមស្រែគេមួយមានទាំងរនាស់ហើយឃើញអណ្ដើកមួយអាខ្វិនឃើញហើយនិយាយប្រាប់អាខ្វាក់ថាវើយអាខ្វាក់មានខ្ទមស្រែគេហើយមានខ្សែពួរនិងចង្អេរសន្ធឹកធំអាខ្វាក់ថាចេះតែយកឲ្យអស់អាខ្វិនប្រកែកថាយកធ្វើអ្វីធ្ងន់ឥតអំពើអាខ្វាក់ថាធ្ងន់អីឯងធ្ងន់តែអញទេចេះតែយកទៅហើយអាខ្វាក់អាខ្វិនយករបស់ទាំងអស់មានបាយមួយឆ្នាំងតែគេដាំទុកនៅជើងក្រានផងអាខ្វិនការកាន់យករបស់សពគ្រប់អស់ហើយក៏ឡើងជិះលើអាខ្វាក់ទៀតអាខ្វាក់ជាមនុស្សមានកម្លាំងខ្លាំងក៏យករបស់ទាំងអស់ទៅលុះដើរចូលព្រៃលិចវាទៅត្រាតែភ្លឺបានជួបមនុស្សម្នាក់គេយកខ្មុំអាខ្វិនឃើញប្រាប់អាខ្វាក់ថាណែវើយមានគេមកយកខ្មុំអាខ្វាក់លឺហើយត្រែកហៅទៅអ្នកយកខ្មុំថាវើយចែកខ្មុំគ្នាស៊ីផងអ្នកយកខ្មុំឆ្លើយថាគ្នាស៊ីតែទឹកទេទុកកាក់ឲ្យឯងហើយអ្នកយកខ្មុំដោះទុកតាប់ធំដាក់បំពង់ចុកចិត្តយកទៅឲ្យអាខ្វិនអាខ្វាក់កាន់យកទៅលុះដើរលិចវាចូលព្រៃថ្ងៃណាស់ហើយឃ្លានបាយទើបនិយាយគ្នាថាយើងស៊ីបាយសិនឲ្យមានកម្លាំងស្ទឹមទៅទៀតអាខ្វាក់ដាក់អាខ្វិនចុះហើយដាក់របស់ចេញពីខ្លួនយកបំពង់ឫស្សីដែលអ្នកយកខ្មុំនោះឲ្យដោយស្មានថាជាសាច់ខ្មុំយកមកស៊ីនឹងបាយដល់ដកឆ្នុកឡើងធំស្ពុយលេមួកអាខ្វាក់ថាកន្លែងតំណាក់នេះហុយលេមួកឲ្យយើងទៅរកតំណាក់ហុកឯមុខទៀតអាខ្វាក់ចុកបំពង់លេមួកហើយក៏បបួលអាខ្វិនទៅឈប់ឯមុខទៀតដល់បន្តិចទៅអាខ្វាក់ថាអស់កម្លាំងឃ្លានបាយណាស់រកកន្លែងឈប់ស៊ីបាយអាខ្វិនក៏មើលឃើញមលុបល្អហើយមានទឹកត្រពាំងល្មមស៊ីបាយបានអាខ្វិនផ្ទះកំភ្លៀងអាខ្វាក់ឲ្យតម្រង់ចូលទៅកន្លែងមលុបឈើនោះឯងដល់ហើយអាខ្វាក់ដកធ្នប់បំពង់នោះឡើងធំស្វ័យទៀតអាខ្វាក់ប្រាប់ទៅអាខ្វិនដូចមុនអាខ្វាក់អាខ្វិនចេះតែស្វ័យដូច្នេះឯង2 3ដងក្រោយទៀតអាខ្វាក់ឃ្លានបាយណាស់បបួអាខ្វិនឈប់ហើយដកឆ្នប់បំពង់
យកដៃលូកទៅធំស្អុយលេងដឹងថាលេងមុខក៏ប្រាប់ទៅអាខ្វិនថាវើយអាខ្វិនអាដៃយកឃ្មុំនោះវាបញ្ឆោតយើងជុះលេងមុខដាក់បំពង់ហើយចុកមាត់បំពង់ឲ្យមកយើងអាខ្វាក់លាងដៃរួចហើយស៊ីបាយ2នាក់និងអាខ្វិននិយាយគ្នាថាយើងស៊ីបាយឲ្យមានកម្លាំងរួចហើយយើងទៅតាមសម្លាប់អាចង្រៃដែលវាបញ្ឆោតឲ្យលេមុខយើងឲ្យវាស្លាប់កុំឲ្យវាធ្លាប់តែបញ្ឆោតយើងដូច្នេះអាខ្វាក់អាខ្វិនស៊ីបាយហើយប្រញាប់ទៅរកអ្នកយកមកលុះទៅវង្វេងផ្លូវមិនដឹងជាទៅទីឯណាអាខ្វាក់លើសัตว์សរសេះចោះដើមឈើយកតន្ទាស៊ីគិតស្មានថាអ្នកយកក៏ស្រែកហៅថាឯងមានចិត្តឯងចុះពីលើដើមឈើមកលុះដើរទៅដល់អាខ្វិនប្រាប់ថាសត្វសរសេះចុះដើមឈើទេមិនមែនមនុស្សទេអាខ្វាក់អាខ្វិនដើរលិចវាចូលព្រៃលិចព្រៃចូលវាទៅឆ្ងាយណាស់ក៏បានដល់ស្រុកគេមួយស្រុកនោះឯងមានស្ដេចគង់នៅនោះហើយមានយក្សតែងមកស៊ីមនុស្សនៅសាលាថ្ងៃដែលអាខ្វាក់អាខ្វិនទៅដល់នោះស្ដេចឲ្យយកនាងពៅជាព្រះរាជបុត្រីក្រមុំតែមួយជាបុត្រសម្លាញ់ប៉ុន្តែយក្សវាចង់ស៊ីបើមិនឲ្យនាងពៅទៅយក្សស៊ីនោះយក្សវានឹងស៊ីមនុស្សក្នុងនគរទាំងនាងមើលទាំងស្ដេចនាងពៅអាណិតអស់រាជនៅនាងមើលមិនស្ដេចបានជាមកឲ្យយក្សស៊ីជួនជាថ្ងៃនោះឯងអាខ្វាក់អាខ្វិនទៅដល់សាលានោះហើយអាខ្វាក់អាខ្វិនប្រាប់អាខ្វាក់ថាយើងដល់សាលាសំណាក់ដែលគេឈប់យើងក៏លមោពេលនឹងយើងក៏លមោពេលនឹងឈប់ហើយអាខ្វាក់អាខ្វិនចូលទៅក្នុងសាលាឯនាងពៅនៅក្នុងស្គរឬមាត់អាខ្វាក់អាខ្វិនចូលទៅក្នុងសាលាឯនាងពៅនៅក្នុងស្គរឬមាត់អាខ្វាក់អាខ្វិននិយាយហើយសួរទៅថាអ្នកមកពីណាបិទសាលានេះស្ដេចធ្វើសម្រាប់ដាក់មនុស្សឲ្យយក្សវាស៊ីសពថ្ងៃតែដល់ប្រលប់យក្សវាហោះមកលឺសំថឹកដូចជាគោវាមកស៊ីមនុស្សនៅសាលានេះឯខ្លួនខ្ញុំមកឲ្យជាចំណីយក្សដូច្នេះចូលអ្នកចេញទៅជាឆាប់ខំតែនៅមុខជាយក្សវាស៊ីជាចំណីវាមិនខានទេឯអាខ្វាក់ហេតុតែជាមនុស្សខ្វាក់ពីកំណើតមិនចេះខ្លាចអ្វីផងមានកម្លាំងរឹតធីផងឬហើយក៏ឆ្លើយថាខ្លាចអីយក្សនោះបើវាមកយើងមិនចេះកាប់វាឲ្យស្លាប់ទៅនាងឯងនៅឲ្យតែស្ងៀមយកបាយចំណីចំណុកមកឲ្យយើងស៊ីមានកម្លាំងនិងកាប់យក្សនោះឲ្យស្លាប់នាងឯងរកតែដាវឲ្យមុតល្អយើងនឹងកាប់យក្សនោះនាងពៅឮអាខ្វាក់ដូច្នោះក៏ប្រាប់ទៅថាបើអ្នកសម្លាប់យក្សនោះបានរបស់ទ្រព្យទាំងប៉ុន្មានដែលគេយកឲ្យយក្សនោះខ្ញុំជូនអ្នកទាំងអស់អាខ្វាក់បានឮដូចឆ្នាំអណាស់បង្គាប់ទៅអាខ្វិនថាឲ្យយកបាយចំណីចំណុកមកស៊ីឲ្យមានកម្លាំងនឹងការសម្លាប់យក្សអាខ្វិនឮនាងពៅថាយក្សវានឹងមកស៊ីក៏ភ័យស្ទើរនឹងស្លាប់អាខ្វាក់ស៊ីបាយឆែតហើយបិទទ្វារសាលាទាំងអស់លុះដល់ប្រលប់ងងឹតបន្តិចលមមវេលាយក្សមកស៊ីមនុស្សយក្សហោះមកលឺសន្ធឹកដោយព្យុះលាន់ខ្ទោទាំងដីអាខ្វិនភ័យណាស់ស្ទើរនឹងលិចអាចលិចនោះនាងពៅក៏សន្លប់នៅក្នុងស្គរអាខ្វាក់លឺសន្ធឹកយក្សមកមិនខ្លាចសោះអង្គុយចាំនៅវត្តទ្វារលុះដល់យក្សមកហើយឃើញទ្វារសាលាបិទយក្សស្រែកសន្ធប់ដោយរន្ទះថានរណាបិទទ្វារសាលាអញអាខ្វាក់គ្មានខ្លាចស្រែកតបវិញថាអញបិទទ្វារសាលាអញខ្លាចអីឯងយក្សឆ្លើយថាមនុស្សមកពីណាចិត្តធំដងលេះអញសុំមើលថ្លើមឯងប៉ុណ្ណាបានជាឯងចិត្តធំដល់ម្លេះអាខ្វាក់បោះចំអេគ្រៀងធំទៅឲ្យយក្សវាមើលឃើញចំអេគ្រៀងហៅគិតក្នុងចិត្តថាឡើងអានេះធំណាស់
សំខ្លួនវាធំជាងខ្លួនអញឲ្យយៈថាបើខ្លាំងឯងប៉ុណ្ណេះចៃឯងធំប៉ុណ្ណាអាខ្វាក់បោះអត់ដើរទៅឲ្យយៈមើលចិត្តស្មានថាជាចៃមែនឲ្យគិតក្នុងចិត្តថាចៃវាធំប៉ុណ្ណេះសំខ្លួនវាធំមែនយៈសួរទៅទៀតថារោមជើងឯងធំប៉ុណ្ណាអាខ្វាក់បោះពួរដែលគេតាក់ក្របីទៅឲ្យយៈមើលហៅថារោមជើងអញប៉ុណ្ណេះយៈផិតភ័យរត់ត្រឡប់ទៅវិញអាខ្វាក់អាខ្វិនប្រាប់ទៅនាងពៅថាយៈវាត្រឡប់ទៅវិញហើយត្បិតវាខ្លាចយើងបើដូច្នេះនឹងមានយៈមកទៀតទេនាងពៅក្រោកពីភ័យសន្លប់ឡើងប្រាប់ទៅអាខ្វាក់ថានៅមានយៈញីមួយទៀតយប់បន្តិចវានឹងមកអាខ្វាក់លឺនាងពៅប្រាប់ដូច្នោះក៏ប្រាប់អាខ្វិនថាឯងទៅរើសដាវមួយឲ្យមុតធំវែងល្មមនឹងកម្លាំងអញអាខ្វិនទៅរើសដាវឲ្យអាខ្វាក់លុះយប់យូរបន្តិចទៅយៈញីវាហោះមកលឺសន្ធឹកដូចគោអាខ្វាក់លឺសន្ធឹកយៈមកដូច្នោះក៏ឈរកាន់ដាវចាំនៅវត្តទ្វារឲ្យបិទទ្វារទុកលុះយៈនោះមកដល់ហើយវាច្រានទ្វារឲ្យកចូលមកអាខ្វាក់លឺសន្ធឹកយៈច្រានទ្វារកាប់ស្មានទៅត្រូវយៈដាច់ក៏ស្លាប់នៅទីនោះឯងអាខ្វាក់អាខ្វិនដឹងថាយៈស្លាប់ហើយក៏បបួលគ្នាយកទ្រព្យមាសប្រាក់នោះទៅលុះព្រឹកឡើងអាខ្វាក់ដាក់អាខ្វិនលើកឡើងលុះព្រឹកឡើងអាខ្វាក់ដាក់អាខ្វិនលើកហើយដើរទៅឃើញដើមក្រសាំងមួយប្រាប់អាខ្វិនឲ្យចូលទៅនឹងចែករបស់គ្នាលុះដល់ហើយអាខ្វាក់ដាក់អាខ្វិនចុះពីលើយករបស់មកចែកគ្នាអាខ្វិនជាមេចំណែករើសរបស់ល្អទៅមុខខ្លួនក្រក់ដាក់នៅមុខអាខ្វាក់ឲ្យសួរទៅអាខ្វាក់ថាឯងយករបស់ខាងមុខឯងឬរបស់ខាងមុខអញអាខ្វាក់មានប្រាជ្ញាគិតថាអាខ្វិនវាយករបស់អាក្រក់ដាក់មុខខ្លួនក៏ប្រាប់ទៅអាខ្វិនថាអញយករបស់នៅមុខឯងអាខ្វិនដឹងថាអាខ្វាក់យករបស់ល្អក៏ប្រាប់ទៅអាខ្វាក់ថាចែកម្ដងទៀតចែកមុននោះមិនស្មើទេឲ្យអាខ្វិនយករបស់ចែកម្ដងទៀតដល់ចែកក្រោយទៀតអាខ្វិនយករបស់ល្អដាក់នៅមុខអាខ្វាក់ឲ្យសួរថាអាខ្វាក់ឯងយករបស់ខាងណាអាខ្វាក់គិតថាម្ដងនេះអាខ្វិនយករបស់ល្អមកដាក់នៅមុខខ្លួនឲ្យយកដៃទៀបរបស់នៅមុខនោះក៏ប្រាប់អាខ្វិនថាអញយករបស់នៅមុខអញអាខ្វិនឃើញអាខ្វាក់បានរបស់ល្អក៏ឆ្លើយឡើងថាចែកមិនត្រូវទេចែកម្ដងទៀតអាខ្វាក់ឆ្លើយថាឯងចែកខ្លួនឯងហើយឯងថាមិនត្រូវអាខ្វិនយករបស់ចែកជាថ្មីទៀតឲ្យអាខ្វាក់ថាដូចពីមុនអាខ្វាក់ថាត្រូវតែលើរបស់ល្អអាខ្វិនប្រាប់អាខ្វាក់ថាមិនត្រូវទេចែកម្ដងទៀតអាខ្វាក់អាខ្វិនប្រកែកគ្នាទៅវិញទៅមកពេលនោះផ្លែក្រសាំងជ្រុះមកត្រូវក្បាលអាខ្វាក់គិតស្មានថាអាខ្វិនវាយក៏ឆ្លើយថានិយាយតែត្រឹមមាត់មិនអស់ចិត្តដៃដល់ផងទៀតឲ្យអាខ្វាក់ស្ទុះទៅធាក់ដល់អាខ្វិនតតែអាខ្វិនត្រង់ដៃត្រង់ជើងទាំងអស់ហើយអាខ្វិនស្ទុះទៅដល់អាខ្វាក់ត្រូវភ្នែកក៏ជាភ្លឺទាំងពីរឡើងអ្នកទាំងពីរក៏បបួលគ្នាចែករបស់តាមល្អតាមអាក្រក់ស្មើគ្នាទាំងពីរនាក់ឲ្យបបួលគ្នាដើរទៅទៀតនិយាយពីនាងពៅការក្រោយអាខ្វាក់អាខ្វិនទៅដល់ព្រឹកភ្លឺមែនតែនឡើងអស់មនុស្សម្នាគេមកមើលនាងពៅនៅសាលាឃើញនាងនៅរស់យៈគុំស៊ីបានឃើញឯយៈស្លាប់ច្រងាងនៅមាត់ទ្វារអស់មនុស្សម្នាគេទៅក្រាបទូលស្ដេចតាមដំណើរស្ដេចទ្រង់ឲ្យទៅយកនាងពៅពីក្នុងស្គរមកទ្រង់មានព្រះតីត្រេកអរណាស់ពោះបរិយាធីតាបានរួចពីស្លាប់ទ្រង់មានប្រះបន្ទូលសួរនាងពៅថាដោយដេចបានជាកូនរួចពីស្លាប់ហើយឃើញយៈស្លាប់ទៅវិញនាងពៅក្រាបទូលប្រះ
បិតាតាមដំណើរសពគ្រប់រាជបិតាបានឮព្រះរាជធីតាក្រាបទូលដូច្នេះទ្រង់ឲ្យប៉ាវគោមរោគអ្នកណាដែលសម្លាប់យក្សនោះទ្រង់នឹងព្រះរាជទានព្រះរាជធីតាជាប្រពន្ធហើយឲ្យសោយរាជឯអ្នកប៉ាវគោមទៅក្នុងស្រុកតូចធំជួបនឹងចៅខ្វាក់ចៅខ្វិនឲ្យចៅខ្វាក់ចៅខ្វិនសួរថាមានកលយុគកលយាអីបានជាស្ដេចឲ្យប៉ាវគោមអ្នកប៉ាវគោមប្រាប់ថាស្ដេចឲ្យប៉ាវគោមរោគអ្នកសម្លាប់យក្សនឹងយកទៅឲ្យសោយរាជចៅខ្វាក់ចៅខ្វិនក៏លឺត្រេកអរណាស់ប្រាប់ថាខ្ញុំនេះឲ្យសម្លាប់យក្សកាលពីដើមខ្ញុំខ្វាក់ខ្វិនឥឡូវជាហើយមិនជឿតោតមានទាំងរបស់ដែលខ្ញុំយកមកជាសម្គាល់ផងអ្នកប៉ាវគោមនៅចាំអាខ្វាក់អាខ្វិនថ្វាយស្ដេចនោះទៅដល់ហើយចៅខ្វាក់ចៅខ្វិនយកទាំងរបស់ដែលយកអំពីសាលាចូលទៅកស្ដេចគ្រាន់ជាសម្គាល់ចៅខ្វាក់ចៅខ្វិនក្រាបថ្វាយបង្គំស្ដេចស្ដេចទ្រង់មានប្រះបន្ទូលសួរថាចៅឯងឬដែលសម្លាប់យក្សចៅខ្វាក់ចៅខ្វិនក្រាបទូលតាមដំណើរសពគ្រប់ស្ដេចទ្រង់ឲ្យហៅនាងពៅមកឲ្យមើលហើយទ្រង់សួរថាចៅនេះឬដែលសម្លាប់យក្សនាងពៅក្រាបទូលថាអ្នកនេះហើយដែលសម្លាប់យក្សប៉ុន្តែការពីបុកគាត់ខ្វាក់ខ្វិនឥឡូវនេះមិនខ្វាក់ទេស្ដេចទ្រង់ជ្រាបទ្រង់សំនាងពៅឲ្យជាយាចៅខ្វាក់ឲ្យសោយរាជជំនួសព្រះអង្គដល់ចៅខ្វាក់បានសោយរាជហើយឲ្យចៅខ្វិនធ្វើជាឧបរាជបិទជាមនុស្សកំសត់កំរផងគ្នាក៏បានសេចក្តីសុខរៀងរៀបដរាបទៅភ្នែកសាច់មិនសម្រេចដូចភ្នែកប្រាជ្ញារឿងអាខ្វាក់អាខ្វិនចប់តែប៉ុណ្ណេះសូមអរគុណរាត្រីសួស្តីសូមស្វាគមន៍មកកាន់ Channel ជាសុភនិតអភិសរនិទានរឿងព្រេងខ្មែររឿងខ្ពើមអាចជីកដំរីពើមក្តីឡើងចុងថ្នោតកាលពីព្រេងនាយមានបរិសម្នាក់ពើមដីទៅឡើងចុងថ្នោតហើយយកស្លឹកថ្នោតចាក់ស្មុកចាក់ធ្វើរូបសត្វផ្សេងហើយគិតថាអញលក់ស្មុកទាំងអស់នេះយកប្រាក់ទៅទិញសម្លៀកបំពាក់នឹងទិញក្របីធ្វើស្រែហើយនឹងលួសខ្ញុំប្រើបើកាលណាអញប្រើវាមិនបានអញនឹងវាយធាក់វាថាតែប៉ុណ្ណោះក៏យកជើងធាក់ស្មុកនោះធ្លាក់មិនតិចតួចធ្លាក់តតែផ្លាត់ជើងធ្លាក់ពីលើចុងថ្នោតតែបរោះនោះប្រវាចាប់ចុងស្លឹកថ្នោតជាប់ដូចជាគេចំជួរតែក៏តោកនៅនោះបុរសនោះភ័យណាស់មិនដឹងបើនឹងកណនាឡើយពេលនោះបរិសម្នាក់ទៀតដែលខ្ពើមអាចជិះនៅតែលើខ្នងដំរីក៏បរដំរីនោះទៅលុះដល់ក្រោមដាំថ្នោតបរិសខ្ពើមដីក្រឡេកឃើញក៏ស្រែកហៅថាអោអ្នកជិះដំរីមេត្តាជួយយកអាយុខ្ញុំផងបុរសជិះដំរីក្រឡេកឃើញបុរសខ្ពើមដីតោងធៀងថ្នោតជួខ្លួននៅនោះក៏ឆ្លើយតបទៅវិញថាមិនដឹងជួយដូចម្ដេចទេបរោះនៅលើចុងថ្នោតថាអ្នកឯងបរដំរីមកទីខាងក្រោមខ្ញុំហើយអ្នកឯងឈរទាញជើងខ្ញុំចុះបរោះជិះដំរីលឺហើយក៏បរដំរីទៅពីខាងក្រោមរួចក្រោកឈរលើខ្នងដំរីលើកដៃប្រវាចាប់ជើងកំពុងតែចាប់ជើងដំរីនោះដូចគេទូតោកដេញវាដើរទៅបរោះពីរនាក់ក៏នៅព្យួរតែតតោកក៏នៅទីនោះបរោះខាងលើភ័យពេករៀកអាចដាក់ក្បាលបរោះខាងក្រោមបរោះពីរនាក់ភ័យណាស់មិនដឹងធ្វើដូចម្ដេចក្នុងវេលានោះមានបរោះទំពេកទាំង4នាក់ដើររកស៊ីកាត់ក្តីលុះដើរទៅដល់កន្លែងនោះបរោះ2នាក់ដែលតោងធៀងថ្នោតនោះស្រែកថាណែលោកទាំង4នាក់
ដែលដើរនោះមេត្តាមកជួយឲ្យខ្ញុំផងសឹមខ្ញុំទៅនៅជាខ្ញុំបំរើលោកបរោះទំពេក4នាក់ឬងើបមើលទៅឃើញបរោះ2នាក់នោះក៏ជំនុំគ្នាថាយើងទាំង4នាក់តាំងពីដើររកស៊ីកាត់ក្តីមកយូរថ្ងៃខែឆ្នាំហើយមិនដែលបានខ្ញុំប្រើសោះឥឡូវយើងគិតយកអា2នាក់នេះធ្វើជាខ្ញុំយើងគិតដូច្នោះហើយបរោះទាំង4នាក់ដើរចូលទៅក្រោមដើមត្នោតក៏និយាយថាយើងមិនដឹងធ្វើម្ដេចទេបរោះ2នាក់ថាអោលោកអើយលោកយកសម្ពុតនោះចងនឹងកលោក1នាក់ជ្រុំហើយឈោទាញឲ្យតឹងពីក្រោមខ្ញុំនឹងទម្លាក់ខ្លួនទៅលើសម្ពុតនោះបរោះ4នាក់ស្ដាប់ហើយក៏ធ្វើតាមពាក្យបរោះ2នាក់ស្រេចហើយបរោះ2នាក់ទម្លាក់ខ្លួនមកចំសម្ពុតនោះឯបរោះទាំង4ក៏ទង្គិចក្បាលគ្នាស្លាប់អស់ទៅបរោះ2នាក់ដឹងថាអ្នកទាំង4នាក់ស្លាប់ហើយភ័យណាស់លុបយុគមានផ្ទះយាយចាស់ម្នាក់ប្តីគាត់មិននៅទៅធ្វើចំការបរោះ2នាក់ក៏នាំគ្នាសែងខ្មោចបរោះទំពេកទាំង4យកទៅដាក់នៅរានហាផ្ទះនោះហើយនាំគ្នារត់ទៅបាត់លុះព្រឹកឡើងយាយចាស់ញាក់ពីដំណេកចេញទៅលុបមុខខាងក្រៅឃើញខ្មោចនោះហើយភ្ញាក់ព្រឹកថាយីខ្មោចអ្វីមកស្លាប់នៅទីនេះថាហើយក៏អស់ខ្មោចនោះមួយដងយកទៅដាក់ក្នុងផ្ទះហើយយកខ្មោចនោះមករុំសម្ពុតសយកមកដាក់ខាងក្រៅផ្ទះយំទួញថាប្តីស្លាប់ហើយដើរទៅរកអ្នកស្រុកឲ្យគេជួយយកទៅកប់អ្នកស្រុកមកជួយយកខ្មោចនោះទៅកប់ហើយត្រឡប់មកផ្ទះវិញលុះស្អែកឡើងយាយចាស់ធ្វើដូចមុនទៀតប្រាប់គេថាប្តីខ្លួនត្រឡប់មកវិញអ្នកស្រុកគេក៏ជួយទៀតលុះខានស្អែកឡើងយាយធ្វើយ៉ាងនេះទៀតតតែគ្រប់ខ្មោចទាំង4អ្នកស្រុកគិតគ្នាថាយើងទៅវាយខ្មោចនោះក្រែងមកទៀតគិតហើយនាំគ្នាទៅចាំនៅផ្លូវដែលយកខ្មោចនោះទៅកប់លោកប្រលោកតាប្តីយាយនោះអស់អង្គត្រឡប់ពីចំការមកយកអង្គស៊ីលីឆ្នាំងមួយផងមកដល់ប្រទេសនឹងពួកអ្នកស្រុកដែលគេចាំនោះគេស្រែកថាកនយើងមកទៀតហើយគេនាំគ្នាដេញវាយតាស្រែកថាខ្ញុំទេខ្ញុំមកពីចំការគេថាតាឯងស្លាប់ទៅហើយមកវិញ4-5 ដងឲ្យតែគេលំបាកគេក៏វាយតានោះតតែស្លាប់ទៅពើមអាចជិះដំរីពើមដីឡើងចុងឈើរឿងពើមអាចជិះដំរីពើមក្តីឡើងចុងថ្នោតចប់តែប៉ុណ្ណឹងសូមអរគុណពេត្រីសួស្តី